សូមជូនរឿងយន្តវ៉ាសំណប់ចិត្តភាគទី17យប់នោះយន្តវ៉ាបិទភ្នែកដេកលក់បានពិបាកជាងការគិតក្រោយពីពីរនាក់ឧបកូនចេញពីបន្ទប់ទៅជុំវិញខ្លួនក៏ត្រូវគ្របដណ្ដប់ដោយភាពស្ងាត់ឈឹងទៅនាងយកទូរស័ព្ទចេញពីកាបូបស្ពាយដែលដាក់នៅលើតុជិតក្បាលដំណេកមកមើលឃើញថាជាហារ៉ាំងទេមករកដល់ទៅ2 ដងតែមិនបានទទួលហើយពេលទេត្រឡប់ទៅនិយាយរឿងដែលកើតឡើងលើខ្លួនឯងទាំងអស់មើលទៅហារ៉ាំងដូចជាភ្ញាក់ផ្អើលបន្តិចទេថែមទាំងស្ដីបន្ទោសនាងថាកើតរឿងធំដល់ថ្នាក់នេះហើយនាងមិនគិតទេមកប្រាប់ឲ្យគេដឹងទៀតហើយមុននឹងបិទទូរស័ព្ទហារ៉ាំងក៏คล้ายជាយាយចាស់ស្ដីប្រដៅនាងច្រើនម៉ាត់ទៀតផងយន្តវ៉ាត្រូវមើលថែខ្លួនឯងឲ្យល្អណាស់ទោះជាលោករាជសីជាចៅវាយតែមនុស្សប្រុសសុទ្ធតែទុកចិត្តមិនបានហើយកុំភ្លេចដែលធ្លាប់សន្យាជាមួយខ្ញុំណាថានឹងប្រយ័ត្នខ្លួនឲ្យល្អមិនដូច្នោះទេឯងនឹងជួបបញ្ហាបើហារ៉ាំងមិនរំលឹកទេយន្តវ៉ាក៏ប្រហែលជាភ្លេចបាត់ហើយយន្តវ៉ាធ្វើមកជ្រួញពេលគិតដល់រឿងរ៉ាវរបស់រាជសីដែលបានដឹងពីមាត់របស់ហារ៉ាំងកាលពីលើកមុននោះប្រពន្ធលោករាជសីជាប់គុកពីបទរៀបគម្រោងសម្រាប់ប្អូនថ្លៃស្រីប្អូនថ្លៃស្រីដែលហារ៉ាំងនិយាយប្រហែលជាអ្នកនាងអ៊ីនជូស្លាប់ហើយនាងគួរឲ្យស្រឡាញ់សឹងអីទោះជាមើលប៉ុន្មានដងក៏គ្មានពឹសពុលមានន័យថាអ្នកធ្វើច្បាស់ជាមនុស្សអាក្រក់កាចសាហាវណាស់ហើយបែបនេះបើប្រពន្ធរបស់ចៅហ្វាយដឹងថាយើងលួចគិតអ្វីមកលើស្វាមីគេមិនមកសម្រាប់យើងម្នាក់ទៀតហើយទេអីអុយគួរឲ្យខ្លាចណាស់អ្នកដែលកំពុងគិតដល់ថ្នាក់បើកភ្នែកធំដោយភាពភ័យខ្លាចក្នុងចិត្តរបស់នាងមិនដែលគិតលើសលួសលើចៅហ្វាយទេតែក៏បដិសេធមិនបានទេថាជាច្រើនលើកគេតាំងចិត្តបង្ហាញចេតនាចេញមកធ្វើឲ្យនាងរំជើបរំជួលចិត្តមិនតិចនោះទេគិតទៅគឺពិតជាសោកសៅចិត្តណាស់រាជសីប្រហែលជាមើលនាងត្រឹមតែជាមនុស្សដែលមកបន្លប់ពេលវេលារងចាំប្រពន្ធគេចេញពីគុកតែប៉ុណ្ណោះមនុស្សប្រុសស្អីពិតជាអាក្រក់មែនយន្តវ៉ាលងក្នុងគំនិតតាក់ទងនឹងចៅហ្វាយរហូតភ្លេចខ្លួនកេងលក់តាំងពីពេលណាក៏មិនដឹងអារម្មណ៍ខឹងប្រហែលជានៅសល់ក្នុងចិត្តហុចផលឲ្យនាងធ្វើទឹកមុខមិនសូវស្និទ្ធពេលបានជួបមុខគេពេលព្រឹកកើតអីហ្នឹងទឹកមុខដូចជាប្លែកយប់មិញគេមិនលក់មែនទេរាជសីតាំងខសង្កេតថានាងឈឺរបួសក៏មិនមែនព្រោះបើឈឺមែនគេក៏មិនឃើញនាងដើរវឹងតាំងពីព្រលឹមស្រាងដែរអត់ទេគ្មានអីទេមនុស្សមាត់រឹងឆ្លើយថែមទាំងដួសបបរដាក់ចានញ៉ាំពេលនេះនាងនៅក្នុងឈុតធ្វើការដែលពាក់មកតាំងពីម្សិលទោះជាត្រូវអត់រួចហើយតែក៏តាំងចិត្តទុកឲ្យថានឹងឈៀងទៅបដូរខោអាវថ្មីមុនចូលក្រុមហ៊ុនទាំងនេះគឺដើម្បីការពារពាក្យចោទប្រកាន់ពីអ្នកដែលអាចដឹងរឿងតែបន្តិចបន្តួចហើយយកមកបង្រិចបង្រួមឲ្យខ្លាចជារឿងលើសការពិតយន្តវ៉ាដឹងច្បាស់ថាវិធីនេះប្រហែលជាជួយមិនបានច្រើនទេតែក៏ល្អជាងការធ្វើខ្លួនគួរឲ្យសង្ស័យខ្ញុំសូមដោយសារឡានរបស់លោកទៅក្រុមហ៊ុនផងណា
ឬបើពិបាកអាចឲ្យអ្នកណាជូនខ្ញុំទៅក៏បានដែរយិនវ៉ាងើយប្រាប់អ្នកដែលអង្គុយក្រេបកាហ្វេចំណែកអ្នកដែលញ៉ាំបបរដូចជានាងផ្អៀងកមើលយ៉ាងសង្ស័យប៉ាបញ្ជាឲ្យទៅវិញហើយទៅបានជាប្រាប់ឲ្យមនុស្សជូនគាត់ទៅសម្ដីរបស់ក្មេងប្រុសធ្វើឲ្យយិនវ៉ាលើកចិញ្ចើមសង្ស័យហេតុអីត្រូវចាំឲ្យមានមនុស្សមកបញ្ជាសិនទើបនាងអាចត្រឡប់ទៅបានយិនវ៉ាក្រឡេកភ្នែកមកខាងអ្នកអង្គុយទល់មុខឃើញគេដាក់កែវកាហ្វេចុះហើយក្រហមតិចមុននឹងក្រោកឡើងនិយាយជាមួយកូនប្រុសថ្ងៃនេះអ្នកបើកឡាននឹងជូនកូនទៅសាលាពេលល្ងាចបើកមុខផ្ទះក៏ទៅមកប្រាប់ប៉ាឬក៏លោកយាយនឹងបានបញ្ជាឲ្យគេបើកឡានទៅទទួលគ្មានបញ្ហាថ្ងៃនេះខ្ញុំតាំងចិត្តមកផ្ទះស្រាប់ហើយគឺផ្ទះយើងមានរឿងសប្បាយឲ្យធ្វើច្រើនប៉ាកុំភ្លេចឲ្យមនុស្សទៅទទួលខ្ញុំផងណាល្ងាចជួបគ្នាណាប៉ាម៉ូម៉ូតបទទួលយ៉ាងសប្បាយចិត្តមុននឹងងាកមកញាក់ភ្នែកដាក់មនុស្សចាស់ដែលអង្គុយធ្វើមុខឆ្ងល់លោកទៅធ្វើការហើយអញ្ចឹងចាំមួយផ្លេតណាខ្ញុំសុំទៅដែរសុំទៅយកអីវ៉ាន់ក្នុងបន្ទប់សិននាងនិយាយញាប់ស្អេកហើយប្រុងនឹងក្រោកទៅតែក៏ត្រូវឈប់ជើងឆ្ងក់ពេលឮសំឡេងម្ចាស់ផ្ទះបន្លឺឡើងខ្ញុំមិនបានចូលក្រុមហ៊ុនទេថ្ងៃនេះខ្ញុំមានធុរៈផ្ទាល់ខ្លួននាងចាំនៅទីនេះហើយខ្ញុំនឹងត្រឡប់មកវិញហេតុអីត្រូវចាំលោកត្រឡប់មកវិញបើលោកមិនតំណេកក៏ឲ្យកូនចៅលោកជូនខ្ញុំទៅឡាននៅផ្ទះលោកមានច្រើនសឹងអីយិនវ៉ាជំទាស់ហើយស្ទើរតែញញថ្មិញដាក់ពេលឮសំឡេងអ្នកដែលដាក់ស្លាប់ព្រាយចុះក្រោយពីដួសបបរញ៉ាំមួយម៉ាត់ចុងក្រោយខាតសាំងឥតប្រយោជន៍លើគេថាសម័យនេះត្រូវសន្សំសំចៃនិយាយចប់ក៏លើកកែវទឹកឡើងផឹកហើយក៏ដាក់ចុះមុននឹងដើរចេញទៅទុកឲ្យមនុស្សចាស់ទាំងពីរនៅសម្លឹងមុខគ្នាបន្តកូនលោកពិតជារំខានអារម្មណ៍មែនយិនវ៉ាបានឱកាសប្តឹងតែមើលទៅគេដូចជាធ្វើមិនដឹងទើបអត់រិះគន់គេក្នុងចិត្តមិនបានចាស់ប្រហែលជាទម្លាប់ក្មេងឡើងធ្លាប់ខ្លួនហើយមើលចុះធ្វើប៉ុណ្ណឹងហើយប៉ាគេនៅមិនថាអីឲ្យមួយម៉ាត់បើជាកូនយើងវិញនឹងប្រដៅឲ្យស្គាល់ក្មេងស្គាល់ចាស់ម្ដងឲ្យខ្ញុំសុំទោសជំនួសកូនប្រុសផងឆើសុំទោសទាំងមូលតែរកភាពស្មោះត្រង់បន្តិចគ្មាននាងគ្រាន់តែគិតតែគ្រប់យ៉ាងក៏បង្ហាញចេញមកតាមរយៈទឹកមុខនិងក្រសែភ្នែកយ៉ាងច្បាស់រាជសីមើលហើយលួចញញឹមមុននឹងបើកមាត់និយាយរឿងផ្ទាល់ខ្លួនបន្តដែលមិនឲ្យនាងទៅវិញពេលនេះព្រោះខ្ញុំមានរឿងចង់និយាយជាមួយនាងចាំខ្ញុំមកវិញចាំនិយាយគ្នាណាចង់ប្រយោគនិយាយសម្លេងផ្អែមតែអ្នកដែលសន្យាជាមួយខ្លួនឯងថានឹងមិនវង្វេងតាមគេក៏តបតដោយសម្លេងខ្លាំងឮច្បាស់បានតែកុំយូរពេកខ្ញុំខ្ជិលចាំពេលនេះចង់ត្រឡប់ទៅអគារស្នាក់ស្ទើរស្លាប់ហើយក្រោយពីពីអ្នកឧបកូនចេញទៅបាត់ហើយក៏នៅសល់តែភ្ញៀវដែលអង្គុយតែម្នាក់ឯងក្នុងបន្ទប់អាហារនាងឡើងឃ្លានអាហារតែមិនទាន់ដាក់ស្លាបព្រាចុះផង
ក៏ឃើញរាងស្គមរបស់ស្ត្រីវ័យចំណាស់ដើរចូលមកគឺម្ដាយរបស់ចាវាយនៅមិនទាន់ទៅទេហ៎សំណួរខ្លីៗនោះធ្វើឲ្យយន្តវ៉ាមានអារម្មណ៍សង្ស័យដោយមិនដឹងថាសំណួរនោះបង្កប់ន័យអ្វីឬអត់លោករាជសីឲ្យចាំនិយាយធុរៈសិននាងតបតាមសម្ដីរបស់រាជសីតែមើលទៅគាត់ដូចជាមិនសង្ស័យអ្វីយន្តវ៉ាអង្គុយកំដរម្ដាយរបស់ចាវាយញ៉ាំអាហារពេលព្រឹកស្ងាត់ៗរហូតកន្លងទៅមួយសន្ទុះធំម្ដាយរបស់គេក៏ដាក់ស្លាបព្រាចុះហើយសម្លឹងមើលនាងម៉ោង 10 ព្រឹកនេះជន់សានិងអ៊ីនជូគេនាំកូនប្រុសមកទីនេះរាជសីប្រហែលជាចង់ឲ្យនាងនៅជាមួយសង្ស័យចង់អួតក្មួយហើយប្រហែលដោយសារកូនប្រុសខ្លួនឯងធំហួសវ័យគួរឲ្យស្រឡាញ់ហើយទេដឹងទៅពេលនេះរាជសីស្រឡាញ់ក្មួយជំនួសម្ដាយរបស់គេនិយាយមុននឹងលើកទឹកឡើងក្រេបខណៈដែលអ្នកស្ដាប់លួចគិតជំទាស់ព្រោះគិតមិនចេញថាតើកូនប្រុសរបស់រាជសីមានអំឡុងវ័យណាដែលជាក្មេងគួរឲ្យស្រឡាញ់ដូចក្មេងដទៃតែដោយសុជីវធម៌របស់ភ្ញៀវល្អទើបនាងបានតែសម្របតាមចាយប់មិញជួបពីរអ្នកនោះហើយមែនទេពីរអ្នកនោះតើអ្នកណាគេអ៊ំស្រីយន្តវ៉ាសួរដោយភាពមិនដឹងពិតមែនក្មួយប្រុសខ្ញុំនឹងប្រពន្ធគេយប់មិញទៅចូលរួមពិធីមង្គលការដៃគូភេហ៊ុនសន្តាគារដែរខ្ញុំគិតថានាងនឹងរាជសីជួបពួកគេហើយតើអូលោកជុនសានិងអ្នកនាងអ៊ីនជូមែនទេសំឡេងរបស់យន្តវ៉ាប្រសើរជាងមុនបលឺឡើងព្រមជាមួយនឹងស្នាមញញឹមជួបគ្នាហើយនិយាយគ្នាទៀតផងអ្នកនាងអ៊ីនជូគួរឲ្យស្រឡាញ់ខ្លាំងណាស់អ៊ីនជូពូកែនិយាយដំបូងខ្ញុំក៏គិតថានាងស្រដៀងនឹងអ៊ីនជូដែរម្ដាយរបស់រាជសីដាក់កែវទឹកមុននឹងរុញចេញឆ្ងាយខ្លួនដូចជាសញ្ញាប្រាប់ឲ្យអ្នកបម្រើចូលមករៀបចំតុយន្តវ៉ានៅតាំងចិត្តស្ដាប់បន្តព្រោះមានអារម្មណ៍ថាគាត់និយាយនៅមិនទាន់ចប់ប្រយោគតែក៏គ្មានអ្វីកើតឡើងជាមួយការរងចាំរបស់នាងស្ត្រីចំណាស់ក្រោកឡើងក្រោយពីបញ្ជាក្មេងបម្រើឲ្យរៀបចំឈុតអាហារព្រឹកសម្រាប់ស្វាមីរួមទាំងឪពុកម្ដាយក្មេកដែលនៅផ្ទះតូចមួយទៀតមុននឹងចេញពីបន្ទប់បាយដោយមិនចាប់អារម្មណ៍ភ្ញៀវទៀតឡើយពេលដែលចៅវាយដើរកាត់មុខគោលដៅប្រហែលជាបន្ទប់ធ្វើការរបស់ប្រធានផ្នែកបញ្ជីដែលខាំងជាផ្នែកនៅខាងក្នុងបំផុតហារ៉ាំងក៏ឆ្ងោកមើលតាមចូលទៅដោយក្រសែភ្នែកចង់ដឹងនិងនិស័យព្រោះឃើញថាថ្មនេះហើយនៅមិនទាន់ឃើញយន្តវ៉ាមកធ្វើការទៀតយន្តវ៉ាទៅអគារស្នាក់ហើយនៅណោះឬនៅផ្ទះលោកប្រធាននៅឡើយហារ៉ាំងបានតែស្មានតែក៏រកចម្លើយឲ្យខ្លួនឯងមិនបានផ្លូវតែមួយដែលអាចបានចម្លើយគឺត្រូវទៅសួរយន្តវ៉ាដោយផ្ទាល់តែពេលនេះជាពេលធ្វើការនាងមិនចង់សួរនាំឲ្យអ្នកណាបានឮហើយបើជាបែបនោះមែនក៏ជឿបានថាវានឹងមិនមានផលល្អចំពោះដើមហេតុ
ចំណែកខាងចាវាយក្រោយពីគូទ្វារផ្ដល់សញ្ញាឲ្យអ្នកនៅក្នុងបន្ទប់ដឹងហើយគេក៏បើកទ្វារចូលទៅមួយរយៈនេះខ្ញុំនៅមិនទាន់ឲ្យយន្តវ៉ាចូលមកធ្វើការទេរាជសីប្រាប់សំឡេងមាំក្រោយពីបិទទ្វារបងស៊ូហាមិនបាច់ខ្វល់ទេរឿងការងារដែលយន្តវ៉ាធ្វើមិនតាន់រួចខ្ញុំនឹងឲ្យមនុស្សយកទៅឲ្យនាងធ្វើបន្តបងមិនសួរលោករាជសីពីរឿងផ្ទាល់ខ្លួនទេណាព្រោះជឿជាក់ថាមនុស្សដូចជាលោកប្រធានរបស់បងគិតច្បាស់និងល្អិតល្អន់ហើយលោកក៏មិនមែនជាមនុស្សដែលចូលចិត្តឆ្លៀតឱកាសលើមនុស្សស្រីដែលនៅក្រោមបង្គាប់បញ្ជាដែររាជសីញញឹមមិនបាច់បារម្ភទេខ្ញុំគិតមុននឹងធ្វើជានិច្ចហើយពេលនេះឲ្យមនុស្សយកការងាររបស់យន្តវ៉ាទៅទុកនៅក្នុងឡានចុះ1 ម៉ោងទៀតខ្ញុំទៅវិញហើយថ្ងៃនេះមានធុរៈនៅផ្ទះរបស់ប្រធានធំធ្វើឲ្យអ្នកស្ដាប់មិនអាចឲ្យកន្លងហួសទៅបានគាត់លើកចិញ្ចើមចាំពីអធិប្បាយបន្តតែចាវាយគ្រាន់តែញាក់ស្មាបដិសេធមិនឆ្លើយសំណួរចំណែកហារ៉ាំងដែលកំពុងជ្រួលច្របល់ដោយភាពចង់ដឹងក៏ទ្រាំចាំទៀតមិនបានទៅប្រចុះទៅក្រោមដើម្បីទៅរកយន្តវ៉ាឯងយ៉ាងម៉េចពេលនេះនៅឯណាហារ៉ាំងសួរយ៉ាងអន្ទះសារក្រោយយន្តវ៉ាទទួលទូរស័ព្ទខ្ញុំនៅផ្ទះលោកប្រធាននៅឡើយទេតែរៀងថ្ងៃបន្តិចនឹងទៅវិញហើយថ្ងៃនេះមិនបានទៅធ្វើការទេខ្ញុំរៀបនឹងទេទៅរកឯងឲ្យជួយប្រាប់បងស៊ូហាល្មមតែឯងទេមកយើងមុនប្រហែលមិនបាច់ប្រាប់ទេដឹងហារ៉ាំងនិយាយឡើងប្រហើយន្តវ៉ាស្ដាប់ហើយរឹតតែចង់ដឹងហេតុអីមិនឲ្យប្រាប់តិចលោត្រូវគេដេញចេញទៅខ្ញុំនៅមិនទាន់ឆ្លងផុតវគ្គសាឡបងការងារទេណានៅមិនទាន់ចង់អស់ការងារធ្វើទេយន្តវ៉ាប្រាប់ដោយក្តីកង្វល់តែហារ៉ាំងបែរជាក្រវីក្បាលញញឹមចុងមាត់អ្នកណាទៅហ៊ានដេញឯងនោះមកដល់ពេលនេះហើយនៅមិនទាន់ដឹងខ្លួនទៀតហ៎ថាខ្នងឯងធំប៉ុណ្ណាហារ៉ាំងគិតក្នុងចិត្តហើយពេលឃើញថានាងនៅស្ងៀមមិនតបមកវិញយន្តវ៉ាក៏និយាយបន្តខ្ញុំកំពុងចាំលោកប្រធានត្រឡប់ទៅវិញគេថាមានធុរៈចង់និយាយជាមួយពេលនិយាយរួចហើយក៏ប្រហែលឲ្យមនុស្សរបស់គេជូនខ្ញុំទៅវិញហើយអញ្ចឹងហ៎ហើយចុះពេលនេះលោកប្រធាននៅឯណាគំនិតម្យ៉ាងផុសចេញមកធ្វើឲ្យហារ៉ាំងចោទសំណួរដែលដឹងចម្លើយស្រាប់ហើយគេមានធុរៈផ្ទាល់ខ្លួននៅខាងក្រៅប្រាប់ថាថ្ងៃនេះមិនចូលក្រុមហ៊ុនទេទៅមិនឲ្យខ្ញុំដោយសារទៅជាមួយការពិតទៅខ្ញុំគួរតែរកផ្លូវទៅវិញខ្លួនឯងមិនអញ្ចឹងមិនមកជាប់ស្ញែងនៅក្នុងផ្ទះរបស់គេទេឈប់គិតទៅកុំគិតច្រើនពេកខ្ញុំថាប្រហែលមិនអីទេចាំមើលសិនទៅតែបើមានរឿងមិនស្រួលទេមករកខ្ញុំណាទោះជាខ្ញុំជួយឯងមិនបានតែខ្ញុំនឹងព្យាយាមរកអ្នកផ្សេងមកចាត់ការឲ្យបុគ្គលិកផ្នែកបញ្ជីរបស់រាជសីផ្ដល់ពាក្យសន្យាដោយមិនខ្វល់ថាយន្តវ៉ាយល់ពីនាងប៉ុណ្ណាតែអ្នកដែលកំពុងឈរអបដៃនៅពីក្រោយមិនឆ្ងាយប៉ុន្មានបែរជាឮហើយយល់ច្បាស់ពីចេតនារបស់នាងហារ៉ាំងលួងយន្តវ៉ា
ពី3ប្រយោគទៀតក៏ផ្ដាច់ទូរស័ព្ទនាងតាំងចិត្តត្រឡប់ទៅធ្វើការវិញដើម្បីចាំមើលស្ថានភាពបន្តតែពេលនាងបែរក្រោយក៏ជួបនឹងមនុស្សម្នាក់ដែលធ្វើឲ្យនាងបដូរទឹកមុខហារ៉ាំងចំហមាត់ថ្លុងបើកភ្នែកធំគួរឲ្យអស់សំណើចក្នុងក្រសែភ្នែករបស់អ្នកមើលបរិសម្នាក់នោះលាក់អារម្មណ៍ទុកហើយធ្វើទឹកមុខធម្មតាអ្នកនាងស៊ូហាកំពុងរកនាងមានការងារឲ្យធ្វើគេនិយាយចប់ហារ៉ាំងក៏ប្រញាប់ទទួលពាក្យហើយប្រុងនឹងដើរចេញទៅយ៉ាងលឿនតែត្រូវឈប់ជើងឆ្ងក់ភាពភ្ញាក់ផ្អើលចូលមកគ្របដណ្ដប់លើដើមពេលឮពាក្យបញ្ជាដាច់ខាតរបស់ប្រធានធំម៉ោង7:10 ព្រឹកផ្ទះធំរបស់រាជសីក៏មានឱកាសស្វាគមន៍ប្អូនជីដូនមួយនិងភរិយារួមទាំងកូនប្រុសតូចដែលមានវ័យ8 ខែយ៉ាន់វ៉ាដែលមានឋានៈជាភ្ញៀវដែលកំពុងអង្គុយរងចាំការត្រឡប់មកវិញរបស់ចៅវាយក៏អត់មិនអាចមើលតាមមិនបានអ្នកនាងអ៊ីនចូលនឹងលោកជុនសានតើហើយក្មេងមុខមាត់គូឲ្យស្រឡាញ់នោះប្រហែលជាក្មួយរបស់លោកប្រធានហើយយ៉ាន់វ៉ាឧទានយ៉ាងភ្ញាក់ផ្អើលហើយក៏ត្រូវបញ្ជាជើងទាំងពីរឲ្យឈប់ពេលក្រឡេកឃើញបរិសុទ្ធស្ត្រីវ័យចំណាស់2 នាក់ម្នាក់ក្នុងចំណោមនោះគឺម្ដាយរបស់រាជសីដែលកំពុងដើរពីផ្ទះតូចដែលដាច់ដោយឡែកពីគ្នាដើម្បីស្វាគមន៍ពួកគេយ៉ាន់វ៉ាអង្គុយលើកៅអីក្នុងសួនបបោមាត់ស្ដាងក្តាប់ជាប់ពេលគិតថាខ្លួនប្រហែលជាមិនស័ក្តិសមចូលទៅស្វាគមន៍ទេដឹងយ៉ាន់វ៉ាមិនបានសង្កេតមើលខ្លួនឯងទេថាអារម្មណ៍ខ្វះភាពជឿជាក់នេះតើវាកើតឡើងដោយសារមូលហេតុអ្វីហេតុអីបានជាគេមិនតន់មកវិញទៀតណោះចង់ទៅធ្វើការដល់ហើយយ៉ាន់វ៉ារអ៊ូដូចកូនក្មេងមនុស្សឈួតនាំយើងមកទុកចោលទៅកើតអ្នកផ្ទះនេះបាត់តាណាអស់ក៏មិនដឹងផ្ទះធំប៉ុណ្ណាណីតែគ្មានមនុស្សនៅម្នាក់អ្នកដែលឃើញមុខក៏មើលទៅដូចជាមិនចង់រវល់ជាមួយយើងចុងប្រយោគនិយាយឡើងដោយភាពតូចចិត្តពេលគិតដល់រឹកពីប្រងើយកន្តើយរបស់អ្នកដែលបានជួបគ្នាក្នុងបន្ទប់បាយរឿងអីដែលយ៉ាន់វ៉ាមើលមិនដឹងនោះថាម្ដាយរបស់រាជសីមិនពេញចិត្តនាងតែដោយមូលហេតុអ្វីនោះនាងក៏មិនអាចដឹងកូនប្រុសរំខានសរសៃប្រសាទចំណែកម្ដាយក៏ធ្វើប្រងើយកន្តើយហេតុអីយើងត្រូវមកជួបមនុស្សអស់ទាំងនេះយើងឡើងចង់នៅទីនេះហើយយ៉ាន់វ៉ារអ៊ូយ៉ាងទៅចិត្តទាំងដែលចង់ស្រែកឲ្យខ្លាំងទេនាងអង្គុយដោយអារម្មណ៍មួម៉ៅមិនបានប៉ុន្មានក៏ឮសំឡេងឡានទំនើបបើកចូលមកនាងក្រោកឡើងហើយដើរទៅរកម្ចាស់ឡានដោយមិនបង្អង់យូរតើលោកជូនខ្ញុំទៅធ្វើការបានហើយនៅយ៉ាន់វ៉ាក្នុងឈុតធ្វើការឈរតោងកញ្ចក់ឡានហើយសួរដោយអាការៈអន្ទះសារពេលដែលរាជសីបើកចេញមកនាងមិនដឹងទេថាកាយវិការនោះនៅក្នុងក្រសែភ្នែកជាច្រើនគូតែកំពុងមើលពីបន្ទប់ទទួលភ្ញៀវដោយអារម្មណ៍ខុសគ្នានោះលេខាបងរាជសីមែនទេមិនបានជានាងមកនៅទីនេះបានជន់សាដែលកំពុងជជែកលេងជាមួយប៉ារបស់រាជសីដែលជាអ៊ំរបស់គេសួរដោយភាពចម្លែកចិត្ត
បងឯងនាំមនុស្សស្រីម្នាក់នោះមកតាំងពីយប់មិញម្លេះកំពុងគិតអីក៏មិនដឹងតើបានជាថ្មនេះហើយនៅមិនតាន់ជូននាងទៅវិញទៀតស្ត្រីវ័យចំណាស់ឆ្លើយជំនួសប្តីដោយសំឡេងដែលបញ្ជាក់ពីអារម្មណ៍យ៉ាងច្បាស់ក្រឡែតអ៊ីនជូលួចមើលទឹកមុខអ្នកនិយាយហើយក៏អាណិតលេខារបស់បងថ្លៃជួបអបតវហេតុបន្តិចបន្តួចទើបរាជសីនាំមកលេងរបួសហើយឲ្យសម្រាកនៅបន្ទប់ទទួលភ្ញៀវអ៊ំរបស់ចន្ទសាអធិប្បាយដោយទឹកមុខញញឹមញញែមតែមើលទៅភរិយាគូជីវិតដូចជាមិនតាន់ឈប់ដោយងាយងាយទេយប់មិញប្រហែលជាឈឺខ្លាំងណាស់ហើយរហូតត្រូវបែកចូលមកតែពេលព្រឹកឡើងដើរឲ្យត្រីលើកនេះអ៊ីនជូដល់ថ្នាក់ធ្វើមុខសង្ស័យពេលងាកទៅរកប្តីក៏ឃើញគេញញឹមពព្រាយនាងលាក់ការចង់ដឹងនៅក្នុងចិត្តព្រមទាំងមើលពីអ្នកនោះដែលមើលទៅដូចជាប្រកាច់គ្នាតើឯងចង់ទៅរាក់ទាក់បងឯងបន្តិចសិនទេរួចសំណំចៅជុនស៊ីងទៅរកលោកតាលោកយាយឯងបន្តិចពេលនេះប្រហែលជាភ្ញាក់ពីសម្រានហើយប៉ារបស់រាជសីប្រាប់បន្ទាប់មកគ្រប់គ្នាក៏បំបែកគ្នាស្ត្រីវ័យចំណាស់ដើរទៅទ្វារចំហៀងកាត់សួនច្បារចេញទៅដើម្បីកាត់បញ្ហាខណៈដែលជុនសាពោកូនប្រុសគួរឲ្យស្រឡាញ់បណ្ដាប្រពន្ធទៅរកបងប្រុសយន្តវាដកដៃពីរាជសីពេលក្រឡេកឃើញពួកគេផ្ទៃមុខនាងក្តៅភាយពេលជួបនឹងក្រសែភ្នែកញញឹមរបស់ពួកគេមកយូរហើយរាជសីសួរដោយរកពីស្ងប់ស្ងាត់ខុសពីម្នាក់ទៀតដែលកំពុងដកដង្ហើមញាប់ផ្ទៃមុខក្រហមដោយអារម្មណ៍ខឹងលេងនឹងភាពខ្មាស់រហូតធ្វើមុខមិនត្រូវមកដល់មួយសន្ទុះហើយខ្ញុំគិតថាបន្តិចទៀតចាំមកនិយាយលេងទៅរកលោកតាលោកយាយសិនហើយជុនសាប្រាប់ភ្នែកលួចមើលអ្នកដែលពួនពីក្រោយខ្នងបងប្រុសរួចគេក៏នាំប្រពន្ធដើរចេញទៅលោកច្បាស់ជាឈួតហើយមិនក៏ធ្វើបែបនេះកើតលោកមិនដឹងទេអីថានឹងមានអ្វីកើតឡើងចំពោះខ្ញុំខ្លះមនុស្សអាក្រក់យន្តវាស្ដីឲ្យរាជសីក្រោយពីនៅតែពីរនាក់ហើយលើកនេះនាងត្រូវរើបំរាស់ពេលដែលដៃរឹងមាំចាប់អូននាងឲ្យចូលក្នុងផ្ទះហើយសម្ដៅទៅបន្ទប់ផ្ទាល់ខ្លួនមុននឹងបិទទ្វារខ្ញុំគ្រាន់តែប្រាប់បានថាគ្រប់យ៉ាងដែលខ្ញុំធ្វើទៅគឺខ្ញុំមានហេតុផលគ្រប់គ្រាន់ហេតុផលឈួតឡប់អីខ្ញុំមិនជឿទេថាហេតុការយប់មិញកើតឡើងដោយសារមានអ្នកលួចធ្វើបាបលោកទោះជាមែនវាក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរមិនថានាងគិតយ៉ាងម៉េចតែខ្ញុំសម្រេចចិត្តហើយថានឹងឲ្យនាងនៅទីនេះរហូតតតែទុកចិត្តបានថាគ្រប់យ៉ាងមានសុវត្ថិភាពសម្រាប់នាងតើបនាងអាចត្រឡប់ទៅអគារស្នាក់បានហេតុអីអគារស្នាក់គ្មានសុវត្ថិភាពសម្រាប់ខ្ញុំឬយ៉ាងម៉េចអ្នកនៅទីនោះសុទ្ធតែជាកូនចៅលោកទាំងអស់ហើយលោកខ្លាចថាមានអ្វីកើតឡើងការនាំខ្ញុំមកក្រៅនេះអាចនឹងមានគ្រោះថ្នាក់ជាងនោះច្រើនដងបើមានមនុស្សលួចធ្វើបាបលោកពិតមែនលោកនឹងធ្វើឲ្យខ្ញុំជាប់សំណាញ់ជាមួយលោកដែរមែនទេកំហឹងធ្វើឲ្យយន្តវានិយាយចេញមកពេលឃើញកែវភ្នែកកំណាចរបស់រាជសីទើបនាងព្រមស្ងាត់ហើយដកដង្ហើមវែងដើម្បីរងាប់អារម្មណ៍មួម៉ៅដែលកំពុងពុះនាងគិតបែបនោះពិតមែនយន្តវា
នាងគិតថាខ្ញុំត្រូវការឲ្យរឿងទៅជាអញ្ចឹងមែនទេមិនប្រកាសដែរយន្តវ៉ាតបសំឡេងកំបុតហើយក្រវីក្បាលឲ្យនាងប្រាប់គេយ៉ាងម៉េចថាត្រឹមតែកន្លះថ្ងៃដែលមកទីនេះនាងត្រូវទ្រាំនឹងក្រសែភ្នែករបស់ម្ដាយគេដែលមើលមកខ្លួនដូចកំពុងវិតម្លៃរបស់នាងយ៉ាងអញ្ចឹងផ្លូវមួយទៀតបើនាងមិនព្រមនៅទីនេះក៏ត្រឡប់ទៅសេអ៊ូលទៅបើខ្ញុំមិនព្រមធ្វើតាមដែលលោកត្រូវការលោកចង់ដេញខ្ញុំពីការងារមែនទេគ្រប់ទង្វើនិងសម្ដីរបស់គេសរុបចេញមកដូចនេះយន្តវ៉ាគិតហើយស្ទើរតែចង់យំតែដល់ពេលដែលរាជសីត្រូវក្រវីក្បាលដោយអារម្មណ៍តល់ច្រកម្ដងគេមើលចេញទៅក្រៅបង្អួចព្រោះមិនត្រូវការឃើញក្រសែភ្នែកចោតប្រកាន់របស់នាងទេខ្ញុំមិនត្រូវការឲ្យនាងជ្រើសរើសផ្លូវនោះទេខ្ញុំចង់ឲ្យនាងនៅទីនេះជឿខ្ញុំទៅយន្តវ៉ាកុំជជែកកុំចំទាស់ចិត្តពេលនេះខ្ញុំមានរឿងខ្លះត្រូវធ្វើហើយខ្ញុំធានាថាមិនយូរទេគ្រប់យ៉ាងនឹងល្អប្រសើរបន្ទាប់មកនាងក៏អាចត្រឡប់ទៅប្រើជីវិតបានតាមធម្មតាដោយមិនចាំបាច់ត្រូវទ្រាំទៅទាល់នៅក្នុងផ្ទះនេះទៀតរាជសីអង្គុយលើសាឡុងភ្នែកសម្លឹងមើលយន្តវ៉ាដែលកំពុងឈរស្ងៀមនៅកណ្ដាលបន្ទប់ហើយលួចដកដង្ហើមវែងរឿងខ្លះដែលគេទើបតែបានដឹងពីមនុស្សចាស់ដែលគេគោរពធ្វើឲ្យផែនការតាក់ទងនឹងមនុស្សស្រីម្នាក់នេះត្រូវផ្លាស់ប្ដូររាជសីសម្រេចចិត្តភ្លាមថាគេមិនអាចបណ្ដោយឲ្យនាងនៅឆ្ងាយពីភ្នែកបានទៀតទេពេលដែលដឹងច្បាស់ថាបុគ្គលគួរឲ្យសង្ស័យដែលរៀបគម្រោងអាក្រក់គឺនៅក្រោមច្រមុះគេនេះឯងហើយដែលសំខាន់មនុស្សម្នាក់នោះនៅក្រវ៉ែលមិនឆ្ងាយពីយន្តវ៉ាទៀតផង